ញោមក្រុមត្រយងជែកបងប្អូនយើងខ្លះប្រកាសជាប្លែកថាតើញោមក្រុមត្រយងជែកហ្នឹងយ៉ាងម៉េចទៅរសជាតិរបស់គេហ្នឹងឆ្ងាញ់ដែរអត់រសជាតិដូចទៅនឹងញោមស្ដៅដែរឬទេបាទរសជាតិរបស់គេហ្នឹងគឺមួយយ៉ាងម្នាក់មួយមុខនេះណាពេលដែលយើងញោមចប់ញោមរួចគឺយើងញ៉ាំបានភ្លាមតន់នៅបន្លែស្រួយឆ្ងាញ់ខ្លាំងណាស់ជាមួយនឹងត្រយងជែករបស់យើងហើយលាយជាមួយស្បែកជ្រូកទៀតណាដឹងតែពិសេសមែនតែម្ដងមួយមុខនេះត្បិតតែញ៉ាំបាយមិនសូវជាឆ្ងាញ់ទេប៉ុន្តែញ៉ាំលេងជុំគ្នាជុំគ្រួសារអីនេះគឺធានាថាពិសេសមែនតែញ៉ាំច្រប់បាទស្រួយជាមួយនឹងបន្លែរបស់យើងដែលបានដាក់ត្រយងជេរចូលហ្នឹងក៏ដូចជាស្បែកជ្រូកជាមួយនឹងក្រុមដែលយើងបានរៀបចំថ្មីនេះធានាថាពិសេសមែនតើជាមួយនឹងញោមក្រុមត្រយងជេររបស់យើងនេះយើងធ្វើតាមមួយផ្លែតបានញ៉ាំហើយប៉ុន្តែអ្វីដែលយើងត្រូវចាំហ្នឹងគឺយើងត្រូវចាំរកក្រុមឲ្យបាន1គីឡូ2គីឡូអញ្ចឹងណាក្រុមនេះគឺជាក្រុមចំពោះទាអញ្ចឹងបន្ទាប់ពីយើងសម្អាតក្រុមរបស់យើងឲ្យខ្ជាក់ដីខ្ជាក់ក្អែខ្ជាក់បាទផុកឲ្យអស់ហើយណាយើងចាប់ផ្ដើមយកវាមកស្រោះមកចឹងយើងស្រោះមកឆ្អិនមកណាបាទមកឆ្អិនកុំឲ្យឆ្អិនពេកចឹងនឹងដាក់គល់ក្រីខ្ទឹមសម្ដេងក៏ដូចជាក្រូចសើចដើម្បីឲ្យកាត់ក្លិនឆ្អាបក្លិននៃពីក្រុមរបស់យើងចឹងណាចឹងបន្ទាប់ពីយើងស្រោះបានមកឆ្អិនហើយយើងចាប់ផ្ដើមយកក្រុមរបស់យើងមកបកបាទយកជាសាច់ចឹងមកហើយមកស្អាតមករៀបចំមកស្អាតមកក៏ដូចជាស្បែកជ្រូករបស់យើងនេះបាទហាន់ជាចំណិតស្ដើងល្អិតបែបនេះមកបាទដើម្បីយើងងាយស្រួលក្នុងការញ៉ាំជាមួយនឹងត្រយងជែករបស់យើងចឹងត្រយងជែកនេះយើងចិត្តបាទលក្ខណៈបែបនេះណាបងណាបាទចិត្តយកបដោរបស់វាចិត្តឲ្យស្អាតបែបនេះមកហើយយើងមានជាមួយជីពងទាកូនមានជាមួយនឹងជីផ្សេងចឹងទៅជាមួយនឹងញ៉ាំក្រុមត្រយងជែករបស់យើងនេះអត់បានទេជាមួយនឹងទឹកផុករបស់យើងនេះចឹងយើងមានគ្រឿងផ្សំបន្តទៀតយើងមានជាមួយតែដីលីងថ្មីក្តៅនឹងឯងហើយបន្តទៀតយើងមានជាមួយក្រូចឆ្មាបងណាបាទប្រើក្រូចស្រស់មកក្រូចឆ្មាសរបស់យើងហ្នឹងចឹងបន្ទាប់ពីយើងរៀបចំគ្រឿងផ្សំរួចរាល់ហើយបងប្អូនយើងចាប់ដើមដាក់ជាមួយនឹងកន្ធុនតូចមួយល្មមមកដាក់ជាមួយត្រយងជែកបន្លែត្រយងជែករបស់យើងចូលមកហើយចាក់ជាមួយនឹងក្រុមរបស់យើងក៏ដូចជាស្បែកជ្រូកនឹងឯងជាមួយនឹងក្រុមរបស់យើងក៏ដូចជាស្បែកជ្រូករបស់យើងនឹងត្រូវឆ្អិនមួយណាបាទគឺឆ្អិនហើយយើងដាក់ចូលជាមួយនឹងត្រយងជែករបស់យើងមកបន្តមកច្បល់ឲ្យវាចុះជាតិបន្តិចទៅកុំឲ្យច្បល់សិនយើងដាក់គ្រឿងផ្សំបន្ថែមទៀតមានគ្រឿងទេសរបស់យើងមានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសណាបើចូលចិត្តហឹរដាក់ហឹរតិចមកហើយបងប្អូនដាក់ជាមួយនឹងប៊ីចេងដាក់ចូលមកជាមួយនឹងទឹកផុករបស់យើងមកសំល្មមមកហើយរសជាតិជូរគឺក្រូចឆ្មារបស់យើងនេះឯងមុំហូបមួយមុខនេះបាទគឺយើងត្រូវការជូរប្រៃហឹរបាទរសជាតិដិតណាប៉ុន្តែកុំដិតពេកមកល្មមមកអញ្ចឹងយើងច្បល់គ្រឿងផ្សំរបស់យើងជាមួយនឹងត្រយងជែកហើយនឹងក្រុមរបស់យើងនេះបាទបែកជ្រូកផងដែរអញ្ចឹងយើងច្បល់ចុះច្បល់ឡើងច្បល់ច្បាច់ចឹងណាដើម្បីឲ្យគ្រឿងផ្សំញាំរបស់យើងទាំងមូលហ្នឹងវាចូលជាតិគ្នាបានល្អចឹងមិនជាពិបាកទេបងណាបាទគឺយើងគ្រាន់តែច្បល់បែបនេះឃើញថាពេលដែលយើងច្បល់គ្រឿងផ្សំទាំងមូលចូលគ្នាណាគឺឈ្ងុយមែនតែនឈ្ងុយក្លិនញ៉ាំបងយើងខ្ញុំនិយាយមុនហ្នឹងច្បល់ច្បាច់ទេយើងមិនច្បាច់ខ្លាំងណាយើងច្បល់ឲ្យតែគ្រឿងផ្សំរបស់យើងវាចូលជាតិចូលគ្នាចឹងណាចឹងបន្ទាប់ពីគ្រឿងផ្សំញ៉ាំរបស់យើងចូលគ្នាហើយបាទចូលជាតិគ្នាហើយបងប្អូនយើងដាក់ជាមួយនឹងជីរបស់យើងមកជីគ្រប់មុខរបស់យើងដែលមានប្រមាណដាក់ចូលមកហើយជាមួយតែដីដែលយើងលេងថ្មីហ្នឹងដាក់ចូលមកចឹងញ៉ាំរបស់យើងហ្នឹងតែប៉ុណ្្នឹងបាទគឺយើងញ៉ាំបានហើយមានតែយូរអីទេបងណាបាទញ៉ាំបានហើយគ្រាន់តែញ៉ាំឲ្យចូលជាតិបន្តិចទៅឃើញថាញ៉ាំស្រួយជាមួយត្រយងជែករបស់យើងជាមួយស្បែកជ្រូកហើយនឹងក្រុមរបស់យើងនេះឆ្ងាញ់ខ្លាំងណាស់ណាឲ្យតែដាក់រសជាតិភ្លក់រសជាតិឲ្យត្រូវសិនមកជាមួយនឹងញ៉ាំក្រុមត្រយងជែកនេះខ្ញុំទើបតែញ៉ាំបាន2ដងដែរបងប្អូនយើងដោយសារលើកទី1ញ៉ាំនៅក្បាលឆាយកំពង់ចាមខាងស្រុកចំការលើទឹកធ្លាក់ក្បាលឆាយណាទិញគេញ៉ាំទៅឃើញថាតំណងញ៉ាំទៅឆ្ងាញ់ក៏ចៃដន្យនេះម្សិលមួយថ្ងៃហ្នឹងមានគេលក់ក្រុមហ្នឹងទៅត្រូវតែបងកំពុងតែខ្វះអីរកវីដេអូថតផងណាហេត្រូវទៀតប៉ះចង់ធ្វើញ៉ាំក្រុមញ៉ាំលេងផងត្រូវបាច់តែម្ដងជាមួយនឹងញ៉ាំក្រុមត្រយងជែកនេះណាញ៉ាំក្រុមនេះបើសិនជាយើងញ៉ាំជាមួយបាយដូចជាមិនសូវត្រូវបងប្អូនយើងបានតែធ្វើញ៉ាំពេលរសៀលញ៉ាំលេងជុំគ្នាអញ្ចឹងណាបាទឈិលជុំគ្នាអញ្ចឹងទៅអញ្ចឹងញ៉ាំក្រុមត្រយងជែកជាមួយនឹងស្បែកជ្រូករបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនយើងអធិស្ឋានបើសិនជាការអធិប្បាយរអាក់រអួលក៏មិនច្បាស់ត្រង់ចំណុចណាមួយចូលចិត្តវីដេអូនេះកុំភ្លេចជួយ follow page ម្នាក់មួយផងបងប្អូនយើងដើម្បីទទួលបានវីដេអូថ្មីជម្រាបលាជួបគ្នាវីដេអូក្រោយបាយ